នៅក្រោយផ្ទះមិនសូវជាមានដីអីធំដុំទេដូច្នេះហើយមានដីអីបន្តិចបន្តួចហ្នឹងគឺខ្ញុំដាំជីនេះជីនោះក្បែរលបងហ្នឹងហើយបងប្អូនចេះតែដាំទៅឲ្យតែមានដីដាំបានចេះតែដាំទៅដល់តែដាំជីក្រហមច្រើនពេកទៅញ៉ាំអស់ទេឥឡូវដកចោលខ្លះទៅវិញយកកន្លែងហ្នឹងដាំអីផ្សេងវិញកាលពីជាងមួយខែមុននោះគឺលហុងផ្ទះខ្ញុំអត់សូវមានដល់ពេលអញ្ចឹងទៅខ្ញុំក៏បដោះកូនលហុងហ្នឹងច្រើនហើយរាល់ថ្ងៃហ្នឹងគឺថាដាំលហុងជិតមួយជុំផ្ទះហើយបងប្អូនមកជុំតែម្ដងការដាំពីដំបូងមកហ្នឹងគិតថាចង់ដាំតែម្ដើមពីរដើមអីទៅគ្រាន់បេះផ្លែហូបទេតែមិនដឹងថាហេតុអីទេបានជាដាំយូរទៅច្រើននឹងពេញជុំផ្ទះអស់លីងបងប្អូនឥឡូវហ្នឹងមកកោះកាយរើកន្លែងដាំថ្មីថែមទៀតហើយដោយសារតែជ្រុលតែដាំមកជុំផ្ទះហើយកុំឲ្យសកលោះកលៀតតាដាំមកអស់បដ ாய் ទៅខ្ញុំចូលចិត្តដាំលហុងបងប្អូនពីព្រោះអីលហុងស្រួលដាំមែនតែនបដោះគ្រាប់ហ្នឹងយកគ្រាប់អាទុំវាហ្នឹងណាយើងយកទៅបដោះទៅបានជាកូនលហុងមកយើងយកមកដាក់ចុះដីដាំទៅហើយអត់មានញ៉ែញ៉ៃអីច្រើនទេស្រោចតែទឹកទៅរងចាំវាបានផ្លែតែម្ដងហើយផ្លែវាលឿនទៀតអត់យូរទេបងប្អូនដាំបានមួយឆ្នាំផងបានផ្លែហូបបាត់ហើយមិនថាការដាំលហុងឬក៏ដំណាំអីធំផ្សេងទៀតទេបងប្អូនភាគច្រើនមុនដាំខ្ញុំជីកដៅវារៀងធំបន្តិចទេបងប្អូនចាខ្ញុំជីករៀងធំបន្តិចហើយគឺខ្ញុំបន្ថែមជាមួយនឹងអាដីជីកប៉ោះខ្ញុំដាក់បាតដៅនឹងសិនរួចបានខ្ញុំយកដើមឈើផ្សេងហ្នឹងខ្ញុំយកទៅដាំដើម្បីឲ្យអាដើមឈើផ្សេងហ្នឹងវាស្រូបជីវជាតិពីដីអាជីកប៉ោះយើងដាក់ពីក្រោមហ្នឹងបងប្អូនព្រោះបើយើងដាក់ដាំផ្ទាល់នឹងដីធម្មតាបដ ாய் គឺវាអត់សូវមានជាតិបងប្អូនដីធម្មតាហ្នឹងវាអត់សូវមានជាតិទេជាពិសេសដីនៅម្ដុំខ្ញុំឬក៏ដីនៅ Florida នេះគឺដីលបាយជាដីខ្សាច់ហ្មងបងប្អូនអត់សូវមានជីវជាតិអីប្រហែលទេអញ្ចឹងតើតែយើងថែមដីជីកប៉ោះអីខ្លះអញ្ចឹងទៅដើម្បីឲ្យវាមានជាតិដល់ដំណាំយើងវាស្រូបដំណាំយើងស្រូបទៅវាលូតលាស់បានល្អហើយធ្វើអញ្ចឹងទៅពេលដើមនឹងធំទៅពេលវាចេញផ្កាចេញផ្លែបងប្អូនវាចេញផ្លែបានល្អបានច្រើនទៀតតែរឿងដាក់ជីកប៉ោះហ្នឹងគឺយើងមិនមែនដាក់តែម្ដងហ្នឹងឯងបងប្អូនពេលដើមវាធំជាងនឹងបន្តិចទៀតទៅយើងត្រូវដាក់ជីកប៉ោះហ្នឹងនៅតាមគល់វាបន្ថែមពីលើហ្នឹងទៀតនេះលហុងអ្នកចិត្តខាងខ្ញុំទេបងប្អូនគាត់ដាំបានល្អមែនតែនផ្លែឡើងក៏ឌៀនតែម្ដងឃើញលហុងអ្នកចិត្តខាងខ្ញុំល្អអញ្ចឹងហើយបានជាខ្ញុំដាំលហុងក្បែរនឹងដែរអញ្ចឹងណាបងប្អូនដើម្បីឲ្យឃើញលហុងផ្លែច្រើនទាំងផ្ទះគាត់ទាំងផ្ទះយើងអីអញ្ចឹងណាវាល្អមើលផងអ្នកចិត្តខាងផ្ទះខ្ញុំខាងក្រោយហ្នឹងបងប្អូនគាត់អាសាលួចមើលពួកខ្ញុំជាពិសេសអីពេលពួកខ្ញុំដាំដំណាំនឹងឯងដល់ពេលអញ្ចឹងទៅក្រោយផ្ទះគាត់ហ្នឹងក៏គាត់ដាំដំណាំខ្លះទៅហើយផ្ទះគាត់ហ្នឹងមិនមែនផ្ទះអាស៊ីទេបងប្អូនផ្ទះគាត់ហ្នឹងផ្ទះស្ប៉េននេះគាត់ដាំលហុងតែខ្ញុំមិនដឹងថាគាត់ហូបលហុងដែរអត់តែផ្លែលហុងគាត់ល្អមែនតើខ្ញុំចូលចិត្តដាំបន្លែដាំដំណាំអីតែក្បែរលបងនឹងឯងអញ្ចឹងទៅ neighbor ខ្ញុំក៏គាត់ដាំក្បែរលបងនឹងដែរបងប្អូន